ខ្ញុំធ្លាប់ប្រាប់បងប្អូនហើយការចាប់បត់គឺយើងមិនអាចចាប់ទាំងអស់បានទេបើយើងចាប់ច្រើនពេកគឺវាពិបាកជាងយើងរំលែកវាជា3រំលែកឬ4រំលែកមកយើងអាចចាប់បានណាអញ្ចឹងដូចជាបត់ផាប្រូស្វាយជ្រុំនេះបត់តូចៗទេណាយើងអាចលេងបានណាជាចង្វាក់ស្គរដៃរបស់យើងណាអញ្ចឹងយើងចាប់ពីតែ4រំលែកឯងបានណាឧទាហរណ៍ថាជាមួយនេះខ្ញុំចែកជាថ្នាក់ទី1ថ្នាក់ទី2ហើយនឹងrefrain ណាបាត់ហ្នឹងវាមាន3ថ្នាក់អញ្ចឹងណាថ្នាក់ទី1យើងលេងហ្មងណាអញ្ចឹងមានតែប៉ុណ្្នឹងដែរអញ្ចឹងយើងចាប់មកណាប្រូស្វាយជ្រុំឬបុផាប្រូគាត់ពីដើមបុផាប្រូណាអញ្ចឹងចាំមកណាលេខ1ណាលេខ1ប៉ុណ្្នឹងឯងចាំមកចង្អុលដៃខ្សែគោ2ដងនាងដៃខ្សែគោ2ដង4សំឡេងណាមួយឆាក2សំឡេងណាមករៀម2ឆាកហើយលេខ2យើងតាំងវាលេខ2មកណាអានេះក្របលក្ខខណ្ឌខ្សែគោរ៉េខ្សែអៃឡាចេញមួយណារៀតណាចង្អុលដៃខ្សែគោនាងដៃខ្សែគោលេងខ្សែអាយនាងដៃខ្សែគោលេងខ្សែអាយលេខ2ណាដល់ពេលឃ្លីទី3លេខ3ណាឃ្លីទី3ណាឃ្លីទី3ណាឃ្លីទី3ចុះមកដៃទី2ណាដៃទី2អញ្ចឹងណានាងដៃខ្សែគោលេងខ្សែឯកពេលដែលដៃពេលដែលឡៃលេងខ្សែឯកមករៀមដៃកណាត្រូវតលាក់ចុះមកក្រោមណាដៃទី2ណាអញ្ចឹងចង្អុលដៃមកចលុះកន្លែងកណ្ដាលដៃវិញណានាងដៃខ្សែគោលេងខ្សែឯកចង្អុលដៃខ្សែឯកចុងក្រោមណាលេងខ្សែឯកចង្អុលដៃកណ្ដាលនាងហើយលេខ4ណាលេខ4លេងខ្សែឯកចង្អុលដៃកណ្ដាលនាងទី5ទី5កូនដៃនាងកណ្ដាលណាខ្សែទាំងអស់ហើយបានទី6លេងខ្សែឯកចង្អុលដៃនាងកណ្ដាលខ្សែឯកទាំងអស់ណា7ឡើងមកលើវិញណាឡើងដៃមកលើវិញមកលើកឡើងហួសណាអញ្ចឹងទី6ទី7ណាចង្អុលដៃខ្សែឯក2ដងលេងខ្សែឯកនាងដៃខ្សែគោទី8ទី8លេងខ្សែឯកចង្អុលដៃខ្សែគោលេងខ្សែគោចង្អុលដៃខ្សែគោណាអស់ហើយអស់ថ្នាក់ទី1ហើយណាជាមួយខ្ញុំភ្ជាប់ពីលេខ1ដល់លេខ8របស់បងប្អូនស្ដាប់ណាស្រួលទេលេខ1លេខ2ណាអានេះបើយើងថែមអានេះថែមប្រហោងណា
tại vì dương bạch thái mình đang sạch sột đó hốt 4 đòn đó thì 7 thì 4 mặc tròn á cái tháng mà anh thầy nó hiện tháng bật vào hầu đây người ta mà sạch bớt nhưng bạch thầy thì đó rám thì có muối đó vỡ 7 chỉ để trong ngày đó pada ngày chính nhập tuần đó nè thằng đi môi mùi nè ngon tim á thằng đi môi ngon tiền nè mình thấy ngon đi các bạn nè chứ rồi đi các bạn này nè